នេះហើយគឺតាសឺខុងលេងល្បែងដាក់យើងទេវតាគ្រូក៏ប្រកាន់ជីងហុងគ្មានបំណងប្រមាថទេនេះជាការបង្ខំចិត្តដែលវិធីចុងក្រោយមានអីកាឡើងទេវតាគ្រូចាំស្ដាប់ខ្ញុំនឹងប្រាប់មួយតាសឺខុងជួយពួកខ្ញុំផងទៅពួកខ្ញុំមិនចង់ស្លាប់ទេត្រូវឲ្យជួយផងទៅត្រូវឲ្យនេះជារឿងរបស់ពួកយើងទាំងពីរមានការអីដោះលែងពួកគេទៅបើមានរឿងអីមករកយើងទៅតាសឺខុងប្រាប់ទៀតធ្ងន់ពេកហើយនេះមិនត្រឹមតែជារឿងរវាងយើងទាំងពីរទេហើយជារឿងរបស់ប្រទេសភាគខាងកើតនិងប្រទេសកាសៀវលះបង់ប្រជារាស្ត្រខ្លះនៅជាការគួរហើយនាងថាតើមើលត្រូវដែរទេនាងតាសឺខុងដុតសម្លាប់ពួកគេទៅអាសត្វដេរឆានក្រោយមកប្រជារាស្ត្រទៅនោះយ៉ាងម៉េចទេវតាគ្រូក៏បារម្ភពួកគេគ្មានបញ្ហាទេគ្រាន់តែតាសឺខុងនាងស្លាប់ហើយតាសឺខុងស្លាប់មែនអ្វីនឹងមិនមានបញ្ហាដូចនេះទេតស៊ូដើម្បីជាតិស្លាប់ដើម្បីប្រជាជននេះគឺជារឿងរបស់តាសឺខុងការស្លាប់ទៅទៀតពួកគេគម្រាមកំហែងប្រជាជនជាចំណាប់ខ្មាំងតាសឺខុងបង្ខំចិត្តទម្លាក់អាវុធសម្រាប់សម្រួលជាមួយនឹងពួកគេគិតទៅនៅពេលក្រោយនឹងរកខុសត្រូវទៅប្រយុទ្ធស្លាប់រស់ជាមួយនឹងពួកគេតែដឹកស្មានមកដល់ប្រទេសនិនចានេះគឺមានល្បិចថោកទាបខ្លាំងណាស់ប្រពពកអាប់ខ្មៅដណ្ដប់យកតាស៊ូខុងទៅបាត់ខ្លួនក្រោយពីបានរកឃើញគាត់គឺនៅប្រទេសនិនចាគ្របបណ្ដោយដោយវេទមន្តឥឡូវគាត់ទៅជាអាយ៉ងរបស់គេដោយគ្មានវិញ្ញាណអីទាំងអស់ពួកនាងចង់ឲ្យខ្ញុំជួយពួកនាងដើម្បីទប់ទល់នឹងតាស៊ូខុងរឿងនេះមានការពាក់ព័ន្ធស្លាប់រស់ជាមួយនឹងប្រជាជនតាសៀសូមលោកតាគ្រូជួយពួកខ្ញុំផងទៅយើងនិយាយការពិតប្រាប់ពួកឯងចុះខ្ញុំមិនមែនអ្នកក្លាហានដែលយកចិត្តទុកដាក់លើប្រជារាស្ត្រលើពិភពលោកទេខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដូច្នេះខ្ញុំចង់ដឹងថាតើមានប្រយោជន៍អ្វីដល់ខ្ញុំឲ្យតែទេវតាគ្រូជួយដល់ពួកយើងឲ្យជីងហុងខ្ញុំធ្វើអីក៏ព្រមដែរធ្វើអីក៏សុខចិត្តដែរនាងក្រោយឡើងសិនមកនាងពិតជាស្រស់ស្អាតមែនបន្ទាប់មកគាត់ធ្វើយ៉ាងម៉េចគឺមិនចាំបាច់យើងបង្រៀននាងទេណាឲ្យតែទេវតាគ្រូព្រមចេញមកជួយឲ្យជីងហុងយើងធ្វើស្អីក៏សុខចិត្តដែរទេវតាគ្រូចេញចាស់ទេវតាគ្រូហើយនាងពិតជាដោះមែនឆាប់ស្លៀកសម្លៀកពាក់វិញទៅហើយប្រាប់យើងមកតើត្រូវធ្វើយ៉ាងណាខ្ញុំបានមកខ្លួនប្រាណរបស់នាងអស់ហើយអាយ៉ាមកនេះខ្ញុំបានឃើញពីភាពស្មោះត្រង់របស់នាងហើយពួកនាងថែរក្សាប្រជារាស្ត្រយើងមានហេតុផលអ្វីដែលមិនរវល់នោះទេវតាគ្រូខ្ញុំបានទទួលព័ត៌មានយ៉ាងច្បាស់ត្រឹមត្រូវមនុស្សនៅក្នុងប្រទេសនិនចាគេមានពេល3ថ្ងៃប្រើឈ្មោះលោកតាសឺខុងដើម្បីធ្វើពិធីបូជាឋានសួគ៌ហើយអំពាវនាវឲ្យវីរបុរសរបស់តាសៀមកជួបជុំគ្នាមិនគាត់ថាពួកនាងមានបំណងអីទេយើងនឹងឲ្យពួកគេ3ថ្ងៃក្រោយទុកសាកសពរបស់ពួកគេនៅទីនេះទេវតាគ្រូកំតក់កំហល់ពួកប្រទេសនិនចានោះគឺមានវេទមន្តគ្រប់គ្រងសម្ងាត់មួយយ៉ាងមុនពេលដែលរកវិធីទប់ទល់នឹងវេទមន្តសម្ងាត់នោះមិនបានទេពួកយើងនៅស្ងៀមសិនទេនេះមិនមែនវេទមន្តសម្ងាត់ពួកគេគ្រាន់តែជាអ្នករកចំណូលម្នាក់តែប៉ុណ្ណោះរកចំណូលគឺអ្នកណាទេក្នុងពេលនេះមិនបាច់ដឹងទេមិនដឹងគ្មានប្រយោជន៍ដែរ3ថ្ងៃក្រោយយើងប្រកាសជាបង្ហាញខ្លួននៅពិធីបូជាឋានសួគ៌យ៉ាងជាយ៉ាចេញមកប្រស្រ័យមិនបាច់និយាយច្រើនទេទីនេះគឺជាដង្ហើមបិសាចក្រែងលោកនិយាយហើយមិនអាចបង្ហាញខ្លួននៅឋានមនុស្សទេអូប្រស្រ័យទុកចិត្តចោសាច់មិនជាសត្វនៅលើលោកីទេទោះបីជាឋានកណ្ដាលមនុស្សលោកអាចបង្ហាញខ្លួនឡើងក្នុងចន្លោះមួយមិនអាចបង្កការខូចខាតដល់មនុស្សជាតិឡើយចុះនៅទីនេះហេតុអីក៏មានដង្ហើមរបស់គេកន្លែងទំនេរនេះគឺចូលបានតែចេញមិនរួចទេនេះគ្រាន់តែបញ្ជាក់ច្បាស់ថាមាននរណាម្នាក់អាចចូលទៅកន្លែងទំនេរនេះមានមនុស្សចូលទៅក្នុងនោះយើងដូចជាយល់ហើយនាងពិតជាស្រស់ស្អាតអាចធ្វើឲ្យមនុស្សថត់ដង្ហើមស្លាប់ចាំកម្មវិធីបូជាឋានសួគ៌រួចយើងផ្គប់ចិត្តនាងបានល្អលោកជាថឹងការងារដែលលោកឲ្យខ្ញុំរៀបចំនោះគឺ3ថ្ងៃក្រោយនឹងបានមកហើយពួកគេទាំងអស់គ្នានឹងបង្ហាញខ្លួននៅពិធីបូជាឋានសួគ៌អូណាមើលទៅតាសឺខុងនិងតាសៀទាំងមូលពិតជាមានឥទ្ធិពលខ្លាំងនៅលើពិធីបូជាឋានសួគ៌និកាយទាំងមូលនៅតែសៀវាខ្លាចតែជាប្រវត្តិសាស្ត្រក៏ប៉ុន្តែខ្ញុំមានការបារម្ភម្ដងនេះអ្នកជំនាញនៅតែសៀច្រើនណាស់ពួកយើងមិនអាចទំនុកទុកចិត្តថាឈ្នះពួកគេបានទេនាងធ្លាប់ឮហើយពួកយើងត្រូវការជំនួយពីនាងសុកចិត្តស្ដាប់បញ្ជារបស់ច្បាយនេះវេទមន្តអាយ៉ងរបស់លោកគឺគ្មានពីរលើលោកមែនប៉ុន្តែខ្ញុំបារម្ភជាមួយនឹងមនុស្សម្នាក់អ្នកណាឮថាថ្ងៃនោះនៅក្នុងសន្និសីទលីងជូមានអាល្អិតម្នាក់គ្មានឈ្មោះគេបានគោះជួងវឹកវរមានរឿងអីទៅលោកជាថឹងខ្ញុំចង់និយាយថាគេគោះជួងវឹកវរបើសិនជាគេចង់ធ្វើសត្រូវជាមួយយើងទោះជាតែខំក៏ដោយក៏មិនប្រកាសថាអាចយកឈ្នះវាដែរបើសិនជានៅពេលមុនយើងប្រហែលជាមានការភ័យខ្លាចតែឥឡូវនេះកុំថាឲ្យជួងវឹកវរទោះបីជាជួងវឹកវរមួយណាក៏ដោយក៏គ្មានការញញើដែរយើងមិនញញើជាដាច់ខាតលោកជាថឹងនៃរបស់លោកគឺគេភ្ញាក់ហើយបិសាចភ្ញាក់ហើយវីរៈបរោះប្រៀបដូចជាស្រមោចយ៉ាងចឹងពិតជាល្អណាស់3ថ្ងៃក្រោយគឺជាកន្លែងបញ្ចុះសពរបស់និកាយមហាសៀដល់ពេលនោះមហាប្រទេសនិនចាយើងនឹងលេបយកតាសៀទាំងមូលគ្រប់គ្រងពិភពលោកជាមិនខាន
លេងមកវិញហើយ បងមកវិញពិតមែនមកវិញពិតជាល្អណាស់បងមករបស់នេះទេ របស់ស្អីទៅវិធីបូជាឋានសួគ៌របស់នេះណាហើយនាង អ្នកដែលយកលិខិតនេះមកគេថាគ្រួសារសៀវ គ្រួសារសៀវមិនក៏មានពាក់ព័ន្ធនឹងវិធីបូជាឋានសួគ៌ បងដឹងថាវិធីបូជា នេះ ឋានសួ សូ គ៌ គេនិយាយប៉ុន្តែមិនដឹងថារឿងនេះមិនក៏ពាក់ព័ន្ធដល់គ្រួសារសៀវ ខ្ញុំក៏មិនបានដឹងដែរត្រូវហើយលិខិតអញ្ជើញនេះគួរតែមានពណ៌ក្រហមតែបែរជាមានពណ៌ខ្មៅទៅវិញ មើលទៅពួកគេលើកមុនស្ទើរតែធ្លាក់ទៅលើផ្ទះស្លាប់មិនក៏មិនទាន់ចងចាំទៀតអញ្ចឹងនេះហៅថាលិខិតប្រកាសខ្មោចសម្រាប់អ្នកសត្វ ហេតុអីក៏ពួកគេធ្វើអញ្ចឹងយើងបានដាច់អ្នកកំណត់ជាមួយពួកគេហើយតែ មិនមែនមនុស្សទាំងអស់សុទ្ធតែស្លូតបូតដូចជានាងទេមានមនុស្សខ្លះហ្នឹងគឺមិនស្វែងរកហេតុផលនៅក្នុងខ្លួនឯងដឹងតែចាប់កំហុសគេតែប៉ុណ្ណោះទេតាមពិតពួកគេប្រកាសជារកក្នុងមួយឯងធំហើយចង់រកពួកយើងសងសឹក បើអញ្ចឹងពួកយើងគិតយ៉ាងម៉េច ពួកគេសម្លឹងឃើញលីអឺជាគោលដៅហើយមើលទៅដល់ពេលនោះយើងមានតែនាំលីអឺទៅជាមួយគ្រួសារសៀវឯងរកសេចក្តីស្លាប់ហើយលីអឺនាងត្រូវយកព្រមនឹងខ្ញុំរឿងមួយ បងនិយាយចាស់ 3ថ្ងៃក្រោយពិធីបូជាឋានសួគ៌ពួកយើងត្រូវតែទៅដល់ពេលនោះទោះបីជាមានរស័យកាលឡើងក៏ដោយខ្ញុំមិនអាចភ័យខ្លាចទេត្រូវតែជឿជាក់លើ 100% លើពីនេះបើសិនជាមនុស្សគ្រួសារសៀវប្រមាណអ្នកត្រូវបង្ខំមែននោះ ខ្ញុំដឹងហើយបងទឹកចិត្តចាស់នៅពេលដែលបងធ្វើអ្វីបានគឺបងធ្វើចាស់កុំខ្វល់ពីអារម្មណ៍របស់ខ្ញុំព្រោះខ្ញុំជាស្រីរបស់បងហើយទោះបីជាមិនអាចជួយបានចម្លែកមែនហេតុអីខ្ញុំមានអារម្មណ៍ត្រជាក់ខ្លាំងម្ល៉េះអាលីទោះបីជាមានរឿងអីកើតឡើងត្រូវថែរក្សាអ្នកនាងលីងឲ្យបានល្អអាលីទទួលបញ្ជាទេវតាគ្រូខ្ញុំមានអារម្មណ៍ថាទ្វារនេះដូចជាមានអ្វីប្លែក ដើមឡើយនេះជាវិធីជប់លៀងហុងមិនបើសិនគ្មានអ្វីមិនជារឿងធម្មតាទេឥឡូវនេះខ្ញុំកំពុងតែបារម្ភពីរឿងមួយទៀត ទេវតាគ្រូលោកនិយាយគឺគុជមិចខៀមែនទេគ្រូទឹកចិត្តចាស់គុជមិចខៀគឺមានតែតខំទេទើបគាត់ស្ម័គ្រចិត្តទើបចេញពីបេះដូងទើបតែបង្ហាញតែពេលនេះគាត់មានអារម្មណ៍វឹកវរពួកនិនចាមិនអាចធ្វើអីគាត់បានទេ បានចឹងឡើយហើយបានហើយពួកយើងចូលទៅចង់ឃើញពួកសត្វដេរិឆានទាំងនេះតើពួកគេត្រៀមលក្ខណៈបែបណាហេណែម៉ាក់ពួកគេមកហើយណែអ្នកណាឲ្យពួកឯងចូលមកតាន់ពេលល្អណាស់ បងកុំប្រញាប់ពេកចាំខ្ញុំទៅនិយាយជាមួយពួកគេលិខិតអញ្ជើញពួកអញជាអ្នកឲ្យតែមានបញ្ហាអីមែនទេ ប្រកាសជាគ្មានបញ្ហាគ្រាន់តែពួកឯងយកនោះទៅធៀបសខ្មៅឥឡូវនេះគឺមិនមែនអង្គុយនៅទីនេះទេ អញ្ចឹងកន្លែងអង្គុយនៅណា បើជាធៀបសខ្មៅអញ្ចឹងពួកឯងប្រកាសជាអង្គុយតុរបស់មនុស្សស្លាប់ហើយ សៀវឡុងឯងមានន័យថាម៉េច បានន័យថាម៉េចតើមានអារម្មណ៍យ៉ាងណាតើនេះចង់សាកល្បងមែនទេធ្លាក់ប្រចាំទី7តែយ៉ាងម៉េចស៊ីឡុងលើកមុនណាគឺជាកំហុសរបស់ឯងទេសំណាងហើយដែលនឹងមានជីវិតរស់ដូច្នេះពួកឯងគួរតែថែរក្សាទៅមែនទេឯងខុសហើយមនុស្សខ្ញុំនេះណាចូលចិត្តស្លាប់បំផុតតែឯងអាចធ្វើឲ្យយើងឯងអាចវាយយើងបានដែរទេវាយមកចុះណាគឺឲ្យយើងវាយទេណាអាសុំទៀតសុំអុយឯងហ៊ានវាយយើងផងឲ្យពួកឯងមិនសម្រាប់អត់ដេរឆានទៅ កុំប្រេះផ្ដាស់ទីនេះគឺជាវិធីបូជាឋានសួគ៌ចង់កាប់សម្រាប់មនុស្សនៅទីនេះគឺគ្មានហេតុផល នាងជាអ្នកណាទៀតហើយទីនេះគ្មានរឿងរបស់នាងទេថយចែកឆ្ងាយទៅ ប្រេះផ្ដាស់មែនគាត់គឺជាអ្នកដឹកនាំនិកាយអ៊ីងលីងរបស់ពួកយើងគ្រាន់តែនិកាយអ៊ីងលីងមិនក៏ហ៊ានបន្ទោសកូនយើងខ្លាំធំនិកាយអ៊ីងលីងរបស់ពួកយើងនេះគឺក្នុងចំណោមនិកាយធំទាំង7និកាយធំទាំង7របស់តាស៊ីអស់ចានណាស់ហ៎តើឯងមានដឹងទេថាកូនប្រុសយើងមានឋានៈជាស្អីពួកឯងពិតជាមិនដឹងពិតមែនយើងមិនខ្វល់ថាឋានៈជាស្អីទេទោះជានិកាយទាំង7មកហើយក៏ដោយក៏ត្រូវតែគោរពនិកាយម្ចាស់របស់យើងដែរ ក្រុមនិកាយទាំង7ដ៏អស្ចារ្យនេះនៅក្នុងកសែតនេះគ្រួសារសៀវយើងក៏គ្មានអីអស្ចារ្យដែរ អ្នកដែលនិយាយប្រមាថគួរតែទទួលទោស សិនពួកឯងមើលឲ្យច្បាស់មួយនេះ